ចានៅពេលដែលបងអូនខ្ញុំគាត់បានមើលវីដេអូនៃគ្រូកំលក្ខណៈឃើញថាមានការ clean មីហើយជាខ្លាំងអញ្ចឹងហើយគាត់ក៏អូនម៉ូតូមកបងប្អូនខ្ញុំទៅផ្សារតែម្ដងចារ៉ែទៅឲ្យបងប្អូនអើយហ្នឹងហើយទាំងក្តៅចេះក៏ទៅដែរដោយសារតែ clean អញ្ចឹងជិះមិនយូរប្រហែលខ្ញុំក៏មកដល់ផ្សារទៅនៅលាក់គីហើយយើងក៏មិនមកអង្គយូរទេក៏ដើរសម្ដៅទៅរកមីហឹលតែម្ដងចាអញ្ចឹងឥឡូវយើងកំពុងតែមើលថាមួយណាដែលយើងអាចធ្វើជាមីហឹលបានណាខ្ញុំក៏លើបងប្អូនខ្ញុំគាត់មើលហើយចាដំបូងខ្ញុំថាយកតែមកកញ្ចប់នឹងមកដុំនឹងទេតែដោយសារតែមានក្មួយខ្ញុំម្នាក់ទៀតអញ្ចឹងត្រូវទិញថែមមួយទៀតឥឡូវយើងមករើសបន្លែយកខ្ញុំយកផ្សិតបញ្ចុលហើយនឹងផ្កាប្រូកូលីហើយខ្ញុំថែមជាមួយនឹង hot dog មកកញ្ចប់ទៀតមកដើម្បីយើងបង្កើនរសជាតិហើយខ្ញុំមិនភ្លេចទេជាមួយនឹងទឹកដោះគោស្រស់ natural គឺថាចូលចិត្តមែនទែនចាឥឡូវនេះដល់មកក្តៅពពុកហើយយើងចាប់ផ្ដើមគិតលុយហើយបានម្នាក់ទៅភ្លេចសោព្រាតដោយសារតែចឹងយើងក៏ទៅទីតាំងមកកន្លែងទៀតដើម្បីទិញបង្គាសម្រាប់បង្គានេះថាទិញ1គីឡូដែរប៉ុន្តែបាត់ចិត្តយើងវារៀងធំថយចឹងណាអញ្ចឹងយើងយកមកដំបងដើម្បីញ៉ាំគ្នា6នាក់អញ្ចឹងបន្ទាប់ពីរើសបង្គាហើយខ្ញុំក៏ចាប់ផ្ដើមជិះម៉ូតូមកផ្ទះវិញហើយបងអូនខ្ញុំក៏មិនមកយូរគាត់បានបង្កាត់ភ្លើងអីជួយគ្នាម្នាក់មួយជើងអញ្ចឹងណាឥឡូវនេះគាត់បានដាំទឹកដើម្បីឲ្យខ្ញុំទុកស្រស់បន្លែហើយសម្រាប់បន្លែខ្ញុំបានចិត្តដាក់ចានអីអស់ហើយរងចាំទឹកពុះយើងបងភ្លុកតែម្ដងហើយកន្លែងនេះខ្ញុំសុំកាត់តិចខ្ញុំដាក់រៀបដាក់ចានចាស់ហើយព្រោះថាមានការ clean ជាខ្លាំងអញ្ចឹងក៏សម្រាប់ចិត្តថាកាត់តិចណាបងប្អូនដោយសារតែខ្ញុំមិនបានរៀបចំអីឲ្យបងប្អូនមើលទេចាអញ្ចឹងសម្រាប់មីហលមកនេះគឺរៀបរាល់ហើយចាំបងប្អូនពេលតនេះកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ